កូនបើហើយក្អែក្អួតតើជារឿងធម្មតាសម្រាប់ទារកឬមួយក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ហើយថាតើកម្រិតណាដែលយើងត្រូវព្រួយបារម្ភហើយនាំទៅជួបជាមួយនឹងគ្រូពេទ្យអាការៈក្អែដែលកើតមានឡើងចំពោះទារកតូចៗបន្ទាប់ពីបើរួចជាទូទៅវាជារឿងធម្មតានោះទេដោយសារតែពួកគាត់មានក្រពះតូចដែលធ្វើឲ្យពួកគាត់ឆាប់ឆ្អែតហើយពេលខ្លះទៀតគាត់អាចលេបខ្យល់ចូលនៅអំឡុងពេលដែលពួកគាត់កំពុងបើក៏ប៉ុន្តែជាទូទៅវាមិនបណ្ដាលឲ្យមានគ្រោះថ្នាក់អ្វីនោះទេវាគ្រាន់តែជាផ្នែកមួយនៃដំណើរលូតលាស់ឲ្យបានគេហៅថាធំគ្រប់គ្រាន់នៃប្រព័ន្ធរំលាយអាហាររបស់ពួកគាត់អញ្ចឹងជាទូទៅអាការៈនេះនឹងបាត់ទៅវិញនៅពេលដែលពួកគាត់មានវ័យធំបន្តិចនិយាយទៅអាចថាចាប់ពី6ខែឡើងអីគឺអាចបាត់ទៅវិញហើយនៅអាការៈហ្នឹងក៏ប៉ុន្តែនៅក្នុងករណីមួយចំនួនទៀតវាមិនមែនធំតែជាការក្អែតិចតួចទេបានន័យថាវាគឺជាការរាល់តែពេលបើហើយគឺក្អួតចេញវិញតែម្ដងគឺក្អួតវូចេញមកវិញតែម្ដងនោះវាអាចជាបញ្ហាមួយដែលបង្ហាញអំពីជំងឺមួយគេហៅថា pyloric stenosis ឬមួយក៏ការត្បៀតវ៉ាល់កាពះដូច្នេះប្រសិនបើលោកប៉ាអ្នកម៉ាក់សង្កេតឃើញនៅអាការៈមួយចំនួនដូចជាពួកគាត់មើលទៅដូចជាមិនស្រួលបន្ទាប់ពីក្អែរួចឬមួយក៏ពួកគាត់ប្រកែកយំមិនព្រមបើបន្តទៀតពួកគាត់អាចថាមិនឡើងគីឡូលូតលាស់មិនបានត្រឹមត្រូវមានអាការៈឆ្លក់ឬមួយក៏រលាកផ្លូវដង្ហើមជាញឹកញាប់និងបង្ហាញនៅអាការៈខ្វះជាតិទឹកដោយយើងអាចសង្កេតមើលទៅលើខោទឹកនោមរបស់គាត់សើមទៅជាងធម្មតានោះអាចជារឿងដែលគួរព្រួយបារម្ភលោកប៉ាអ្នកម៉ាក់គួរតែនាំពួកគាត់ទៅជួបជាមួយនឹងគ្រូពេទ្យជំនាញ